មិនល្អដូចគេហើយអ្វីខ្ញុំជួបតែរឿងអកុសលរហូតហើយអ្វីជីវិតខ្ញុំមកផកម្លេះតើអ្នកត្អូញត្អែប្រាប់អ្នកណាគេមិនចង់ដឹងរឿងអ្នកទេហើយគេក៏មិនចង់អភ័ព្វដូចអ្នកដែរជីវិតតែងមានបញ្ហាចឹងឯងតិចច្រើនតាមកម្លាំងកម្មរៀងខ្លួនគេជួបរឿងគេយើងជួបរឿងយើងប្រៀបធៀបគ្នាមិនបានទេបើអ្នកជួបបញ្ហាហើយអ្នកបែរជាទន់ជ្រាយតើបានអ្នកណាមកជួយដោះស្រាយបញ្ហារបស់អ្នកគេមិនមកទទួលទុកជំនួសអ្នកទេគេក៏មានបញ្ហារបស់គេដែរបើអ្នកបណ្ដែតបណ្ដោយចិត្តអ្នកឲ្យទន់ជ្រាយតាមរឿងខាងក្រៅសេចក្តីទុក្ខនឹងតាមជិះជាន់អ្នកកាន់តែខ្លាំងឡើងទ្រាំទៅប្រឹងទៅដោះស្រាយទៅបើពិបាកខ្លាំងសូមឲ្យគេជួយខ្លះទៅតែអ្នកត្រូវតែរឹងប៉ឹងត្រូវតែហ៊ានប្រឈមមុខចំពោះរឿងរ៉ាវទាំងឡាយត្រូវប្រឹងដោះឲ្យអស់ពីសមត្ថភាពដែលអ្នកមានដោះបន្តិចម្ដងហើយត្រូវចេះព្រមទទួលស្គាល់ការពិតថាអ្នកប្រឹងអស់ត្រឹមនឹងហើយរួចធ្វើដំណើរទៅមុខទៀតកុំរសេមរសាមច្រើនពេកមិនដូច្នោះទេទុកនឹងប្រមូលគ្នាមកជិះជាន់អ្នកកាន់តែខ្លាំងមិនខានមូលហេតុមួយដែលនាំឲ្យមនុស្សយើងស្មុគស្មាញ stress ច្រើនហ្នឹងគឺយើងរស់នៅជាប្រចាំហ្នឹងយើងអត់សូវមានស្មារតីនៅនឹងខ្លួនឧទាហរណ៍ថាអ្នកខ្លះទៅអង្គុយភាំងអញ្ចឹងទៅហើយបើធ្វើអីហ្នឹងអារម្មណ៍អត់នៅខ្លួនទេទៅហើយវល់អញ្ចឹងណាអាហ្នឹងវាមានន័យថាយើងប្រឡែងចិត្តឲ្យវាដើរហើរបើនិយាយពីក្មេងវិញយើងឲ្យវារត់លេងហើយអត់មានអ្នកណាមើលវាលេបអំបែងកែវវាលូកដៃចូលភ្លើងយើងចេះតែបដ ாய் វាគ្រោះថ្នាក់ឯងចិត្តយើងហ្នឹងក៏គ្រោះថ្នាក់ដូចគ្នាអញ្ចឹងដែរព្រោះអត់មានអង្គរៈណាមួយតាមមើលតែចិត្តហ្នឹងគិតរឿងត្រូវអត់ទៅដល់ណាហើយឬក៏ដើរទៅលេងតែផ្ទះគេទេអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យភិក្ខុសង្ឃហ្នឹងឲ្យទាំងអស់គ្នាហ្នឹងព្យាយាមចម្រើនស្មារតីដែលលោកហៅថាសតិប្បដ្ឋានហ្នឹងការអភិវឌ្ឍស្មារតីក្នុងជីវិតប្រចាំថ្ងៃហ្នឹងកម្រិតស្រាលទៅដំបូងសិនឧទាហរណ៍ថា
ឲ្យមានស្មារតីនៅខ្លួនពេលយើងអង្គុយពេលយើងដើរពេលយើងនិយាយពេលយើងចូលបន្ទប់ទឹកពេលយើងស្លៀកពាក់ពេលយើងហូបបាយឲ្យមានស្មារតីហ្នឹងនៅខ្លួនកុំឲ្យដូចថាធ្វើចេះតែធ្វើអញ្ចឹងទៅមិនដឹងថាខ្លួនឯងកំពុងតែធ្វើអីទៅទៀតហើយធ្វើអាហ្នឹងទៅវាគិតទៅឯណាឯណីច្រើនណាស់អញ្ចឹងយើងធ្លាប់ឃើញប្រសង់ដើរចង្ក្រមហើយមិនមែនចាំបាច់តែប្រសង់បានចម្រើនសតិចម្រើនស្មារតីហ្នឹងឯងមិនមែនតែជីដូនជាយើងទាំងអស់គ្នាហ្នឹងឯងតែកាលណាយើងចោលខ្លួនឯងយើងអង្គុយភាំងយើងគិតទៅញ៉ៃញ៉ៃវល់ទៅអត់មានអ្នកណាតាមដានចិត្តហ្នឹងយូរយើងនឹងវាអ្នកកើតទុកនឹងឯងចិត្តនឹងខឹងគេក៏ខឹងទៅចំណែនក៏ចំណែនទៅនិយាយដើមក៏និយាយដើមអីវាអត់មានអ្នកណាជួយទប់ស្កាត់សោះឧទាហរណ៍បើយើងបើកឡានលឿនគួយបើកឡានលឿនក៏គង់យើងជន់ហ្វ្រាំងហើយដល់ចិត្តរបស់យើងនឹងវាជ្រុលជ្រោះលឿនពេកវាអត់មានអ្នកណាជួយជន់ហ្វ្រាំងចិត្តកុំឲ្យវាអូខឹងផ្លែតបានហើយជន់ហ្វ្រាំងសតិនឹងថាអើយតាខឹងទៅអីបើខឹងទៅវាក្តៅកាហាយដេកលក់ទៅខ្លួនឯងចំណែនគេធ្វើអីប៉ុនគេមានគេបានគេផឹងគេចឹងហើយហើយតាគិតស្មុកធ្វើអីទៅរឿងវាហួសទៅហើយប្រឡែងវាតាធ្វើម៉េចទេបើវាអញ្ចឹងទៅហើយវាអត់មានអ្នកណាទៅជួយទប់ស្កាត់ណាហើយវាឧទាហរណ៍ថាបើលងទៅពីរឿងស្ដាយនឹងគឺថាដេកបន្ទោសឯងបន្ទោសខ្លួនឯងបន្ទោសអ្នកនេះបន្ទោសអ្នកនោះចឹងវាវល់វក់វាអត់មានអ្នកណាជួយទប់ស្កាត់ណាចិត្តហ្នឹងវាប្រុងលោតជ្រោះហើយវាគឺថាលោតបដោយដែរអញ្ចឹងបានជាចាំបាច់យើងត្រូវរៀនបង្កើនស្មារតីក្នុងជីវភាពប្រចាំថ្ងៃហើយសម័យបច្ចុប្បន្ននេះវាមានបញ្ហារឿងបច្ចេកវិទ្យានឹងវកវល់ច្បោកច្បល់ច្រើនពេក Facebook ផង YouTube ផងទេ Instagram ផងចឹងវាលក់ខ្លួនឲ្យបច្ចេកវិទ្យានឹងខ្លួនឯងនឹងចិត្តនឹងលេងនៅខ្លួនណាហ៎លក់ឲ្យតែ Facebook លក់ឲ្យតែ YouTube លក់ឲ្យតែគេចាំមើលគេ comment ចាំមើលគេ like ប្រមាណអីប្រមាណចឹងវាវល់វក់តែនៅអានោះវាលេងសូវនៅខ្លួនឯងហ្នឹងអាហ្នឹង stress ហើយអាហ្នឹងមានបញ្ហាហើយយើងអត់ទៅនៅផ្ទះខ្លួនឯងផងអញ្ចឹងព្យាយាមបង្កើនសតិស្មារតីហូបចុកហ្នឹងរងថ្ងៃហ្នឹងបើថាហូបហ្នឹងទូរស័ព្ទនៅដៃហ្នឹងគ្មានបានហូបចូលមាត់ទេវារវល់អញ្ចឹងរសជាតិហ្នឹងក៏វាមិនបានទៅចិញ្ចឹមរាងកាយឲ្យបានគ្រប់គ្រាន់ដែរហ្នឹងតាមក្បួនពេទ្យក៏អញ្ចឹងក្បួនធម៌ក៏អញ្ចឹងបានប្រសង់លោកមានច្បាប់វិន័យគឺថាឆាន់ហ្នឹងឲ្យមានការសង្រួមសម្លឹងមើលចង្ហាន់នៃខ្លួនឆាន់ហ្នឹងមានភ្នែកកលែមទៅមើលគេមើលឯងអីពេកហ្នឹងមានទោសមានអាបត្តិទៀតផងអញ្ចឹងឲ្យមានស្មារតីតាមដានសកម្មភាពដេកដើរឈរអង្គុយស្លៀកពាក់ហូបចុកបុកតាពីចូលបន្ទប់ទឹកស្អីហ្នឹងឲ្យមានស្មារតីនៅខ្លួនកុំឲ្យវាមើលល្វាយទៅច្រើនពេកហើយបើឧទាហរណ៍ថាចិត្តហ្នឹងវាទៅណាវាល្អក៏ដឹងដែរអូចិត្តអញនេះល្អអូចិត្តអញនេះនឹងណូអូចិត្តអញនេះចិត្តបនណាដឹងអញ្ចឹងអាហ្នឹងអូត្រូវហើយទៅផ្លូវហ្នឹងត្រូវហើយបើដូចថាយើងដឹងថាបន្លែហ្នឹងត្រូវនឹងជីអីធ្វើម៉េចដើម្បីបន្លែហ្នឹងល្អអញ្ចឹងហើយវាមានស្អីគេជាចំណីទាស់សត្វល្អិតអីអញ្ចឹងវាធ្វើឲ្យបន្លែហ្នឹងខូចអញ្ចឹងចិត្តហ្នឹងវាអូចំណែនណាអូស្អប់អូគុំអូអីចឹងអូដឹងអូចិត្តហ្នឹងតើអញ្ចឹងមានស្មារតីមួយតាមមើលចិត្តអញ្ចឹងសតិបញ្ញាតាមមើលចិត្តអញ្ចឹងហើយទាញចិត្តឲ្យវាមកត្រូវកន្លងវិញតែកាលណាយើងធ្វើអញ្ចឹងបានយើងអត់សូវ
វល់ឯអារម្មណ៍របស់យើងវានៅខ្លួនយើងអត់សូវលក់ខ្លួនឲ្យគេអ្នកដតីយើងផ្ញើសុកនៅនឹងមាត់អ្នកដតីយើងផ្ញើសុកនឹង Facebook នឹងគេ like នឹងគេ share នឹងច្រើនយើងអត់វល់នឹងរឿងនឹងច្រើនទេយើងមានស្មារតីថែរក្សាខ្លួនឯងយើងមិនសូវមានបញ្ហាផ្លូវចិត្តទេដោយសារការអភិវឌ្ឍស្មារតីនឹងឯងអនុមោទនាអ្នកខ្លះហ្នឹងចិត្តចង្អៀតណាឃើញយើងបានល្អបានខ្ពង់ខ្ពស់អីហ្នឹងមិនសូវសប្បាយចិត្តជាមួយទេឬក៏មានបានរស៊ីកាក់កបអីហ្នឹងអាហ្នឹងនិស័យចរិតគ្នាពីកំណើតមានចិត្តចំណែនអីចឹងទៅយើងក៏មិនគួរណានឹងទៅប្រកាន់ខឹងជាមួយគាត់ដែរតាមពិតទៅគួរឲ្យអាណិតគាត់ទៅវិញទេដែលគាត់អត់បានរៀបចំចិត្តគំនិតឲ្យបានល្អធ្វើឲ្យតាមតឹងណាវាអត់បានអីមកគាត់ទេហើយវាបានតែមួម៉ៅនិយាយដើមអេកអូចប្រខូចទៅទៀតអីក៏មានដែរដោយសារអកុសលអ៊ីសាចំណែនហ្នឹងយើងប្រឹងប្រែងធ្វើទៅហើយបើបានជោគជ័យផលប្រយោជន៍ក៏ចែកម្លែកឲ្យគាត់ខ្លះទៅកុំឲ្យគិតថាវាអញ្ចឹងអញមិនខ្ចីរាប់អានវាអីមិនទេតើតែយើងរៀនធ្វើចិត្តឲ្យទលាយវិញបើគាត់ចិត្តចង្អៀតហើយនឹងព្រះក៏ផ្ដាំដែរថាវាឈ្នះមនុស្សកំណាញ់នឹងដោយការឲ្យទានហ្នឹងឈ្នះមនុស្សអាក្រក់ដោយអំពើល្អរបស់យើងហ្នឹងហើយយើងរៀនផ្សាយសេចក្តីស្រឡាញ់ទង្វើរបស់យើងក៏បង្ហាញពីទឹកចិត្តល្អត្បិតថាគាត់មានគំនិតមិនសូវល្អជាមួយយើងក៏យើងអត់មានគំនុំគុំគួនជាមួយគាត់ដែរយើងមានតែរកវិធីសាស្ត្រជួយតម្រែតម្រង់ពេលខ្លះអាចគាត់យល់ច្រឡំពីយើងក៏មានដែរអញ្ចឹងអាចមានឱកាសនឹងបញ្យល់ប្រាប់ពីខ្លួនយើងទៅបើគាត់ស្ដាប់បានអានឹងជារឿងល្អទៅបើថាស្ដាប់បានអានឹងក៏យើងមិនដឹងទៅធ្វើម៉េចដែរវាឧបនិស្ស័យមនុស្សហ្នឹងវាផ្សេងគ្នាអញ្ចឹងអញ្ចឹងបើគាត់ចិត្តចង្អៀតជាមនុស្សរាងចំណែននិន្ទាហើយជាមនុស្សដែលប្រកាន់ខឹងច្រើនយើងតលតែកុំធ្វើអញ្ចឹងយើងតលរៀងចិត្តទលាយរៀនទទួលស្គាល់ថាមនុស្សហ្នឹងនិស្ស័យហ្នឹងអញ្ចឹងហើយតែយើងរកវិធីសាស្ត្រយ៉ាងណាដើម្បីជួយគាត់ឲ្យបានផុតពីនិស្ស័យហ្នឹងបើជួយបានជាបុណ្យរបស់យើងបើជួយមិនបានអាហ្នឹងគាត់វិច្ចសម្ពាយកម្មហ្នឹងទៅតាមខ្លួនគាត់ទៅយើងកុំទៅឈ្នានេះជន់ឈ្លីជន់បលិចបន្ថែមអាហ្នឹងយើងក៏ចូលក្នុងជាមនុស្សចិត្តចង្អៀតដែរអនុមោទនាកាលពីថ្មនៅតូចធ្លាប់អន់ចិត្តជាមួយនឹងម៉ែអើយម៉ែអត់ដូចម៉ែគេទិញរបស់ល្អឲ្យម៉ែគេធូរដើរលេងតាណាក៏បានម៉ែឯងតឹងធ្វើអីក៏មិនបាននឹកអន់ចិត្តណាម៉ែគេមានអីចឹងទៅហើយម៉ែយើងក្របើយើងគិតឲ្យជ្រៅតិចទៅថាអ្នកដែលចិញ្ចឹមយើងធំមកដល់ប៉ុណ្ណឹងម៉ែយើងឯងមិនមែនម៉ែគេនោះទេម៉ែគេនោះជារឿងរបស់ម៉ែគេនោះទេហើយបើនិយាយពីរឿងបុណ្យយើងមានប៉ុណ្ណឹងហើយបុណ្យគេកូនគេមានមកច្រើនជាងយើងគេស្រួលជាងយើងអញ្ចឹងទៅ
ហើយបើនិយាយពីរឿងគាត់តាំងតែងមួយយើងនោះជារឿងមួយល្អទៅវិញឯងប៉ុន្តែក្មេងហ្នឹងមិនសូវយល់អញ្ចឹងឯងចេះគិតថាតាំងម៉ែគេស្រួលហើយម៉ែឯងគូធ្វើអីមិនបានអញ្ចឹងទៅដូចថាប្រៀបធៀបប៉ុន្តែពិតទៅក្នុងបំណងរបស់ឪពុកម្ដាយហ្នឹងគ្មានបំណងធ្វើបាបកូនទេបំណងហ្នឹងចង់ឲ្យកូនបានល្អបើកូនហ្នឹងវាលោភលន់ហួសឬក៏ថាមិនយល់ចិត្តរបស់ឪពុកម្ដាយអញ្ចឹងហើយក្នុងករណីខ្លះទៅកូនហ្នឹងគិតថាក្នុងនាមជាម៉ែគឺត្រូវតែបំពេញតម្រូវការរបស់កូនអញ្ចឹងហ្មងខ្ញុំសុំអីត្រូវតែបានហើយបើសុំមិនបានបន្ទោសហ្មងថាបកើតខ្ញុំមកធ្វើអីអញ្ចឹងបើធ្វើម៉ែធ្វើឪគេហើយមិនអាចបំពេញសេចក្តីត្រូវការរបស់កូនបានវាទៅជាបន្ទោសម៉ែបន្ទោសឪមិនបានគិតដល់ការលំបាករបស់ឪពុកម្ដាយ